ទស្សនិកបងប្អូនទាំងអស់គ្នាបាទសូមស្វាគមន៍ជាថ្មីចូលមកកាន់វីដេអូរបស់ខ្ញុំបាទថ្ងៃនេះគឺយើងមានឧបករណ៍មួយបាទឧបករណ៍អីបាសណាបាទមានទូរស័ព្ទជួសជុលទេឥឡូវយើងមកជួសជុលធុងបាសម្ដងណាបាទជួសជុលធុងបាសឥឡូវយើងចាំមើលនេះបាទនេះមានជួសជុលអីទេបាទធុងបាសនេះវាខូចតែជើងសាកទេនេះណាជើងសាករបស់វាបញ្ហាលើជើងសាកហ្នឹងវាសាកឡើងចូលវាបាក់បដូលបាក់អីអស់ហើយបាទគាត់ធុងបាស speaker ហ្នឹងណាឥឡូវយើងមកធ្វើការជួសជុលក៏ដូចជាការធ្វើការផ្លាស់ប្ដូរជើងសាកហ្នឹងទាំងអស់គ្នាហើយអូខេ let's go ឥឡូវយើងចាប់ផ្ដើមធ្វើការដោះដូរជើងសាកណាការងារគ្មានអីទេបងប្អូនបាទដោះដូរគូតសាកធម្មតាសាមញ្ញបាទអញ្ចឹងយើងអាចប្រើម៉ាស៊ីនផ្លុំក៏បានឬក៏យើងមិនប្រើម៉ាស៊ីនផ្លុំទេណាយើងវាយទៅលើហ្នឹងឲ្យវាក្រាស់មកអញ្ចឹងវាកម្ដៅវានឹងរត់ទៅដល់ក្រោមបាទពេលដែលកម្ដៅវារត់ទៅដល់ក្រោមគឺយើងអាចធ្វើការលើកវាចេញមកបានណានេះបាទចេញបាទតោះមកយើងចាប់ផ្ដើមធ្វើការសម្អាតជើងវាស្អាតណាសម្អាតជើងវាស្អាតមកដល់យើងប្រើទៅជាមួយនឹងលួសបឺតថ្នមរបស់យើងបាទលួសបឺតថ្នមចេញឲ្យវាស្អាតបាទដើម្បីងាយស្រួលក្នុងការដាក់ថ្មីចូលបាទអូខេបាទយើងអត់ដកថ្មវាចេញយើងដកថ្មវាចេញសិនកុំឲ្យពេលដែលយើងធ្វើទៅវាប៉ះអីទៅវាឆ្លងវាអីចឹងណាអូខេឥឡូវយើងចាប់ផ្ដើមធ្វើការផ្សារជើងវាចូលវិញណាបាទជើងចូលហើយការមកវាមកទៅបាទមកជាគាត់យកប្រើចាប់ដាក់ជើងស្អីណាបាទចាប់ឡើងលើការរបស់ដែរបាទតាមតាមតាមចាំលើទៅមកជួបទេបាទយកមកចូលទៅវិញបាទមកចូលមកហើយតោះមកយើងចាប់ផ្ដើមធ្វើការដោតសាកមើលសុចណាចេញភ្លើនេះបាយបាទ Welcome to New Rixing. The Bluetooth device is ready to pair. Okay. Rồi.